tôi sẽ nè óc điอย่างนี้มาปากการสำหรับឆ្នាំថ្មីមើលថាមានរឿងអីកើតឡើងខ្ញុំសប្បាយចិត្តណាស់អ្នកទាំងអស់គ្នាដោយសារប៉ាខ្ញុំបានឃើញវីដេអូរបស់ខ្ញុំហើយគាត់សួរខ្ញុំថាខ្លួនឯងធ្វើវីដេអូ check tarot នឹងដើម្បីអីគេហើយខ្ញុំក៏និយាយពី objective ហើយនឹងអីដែលខ្ញុំចង់បានប្រាប់គាត់ទៅខ្ញុំថាខ្ញុំចង់ spread positive energy ឲ្យបងប្អូនមើលដើម្បីឲ្យយើងគិតវិជ្ជមានហើយផ្លូវចិត្តយើងប្រសើររឹងមាំជាងមុនអញ្ចឹងណាអញ្ចឹងគាត់ថា make sure កុំឲ្យគេគិតថាខ្លួនឯងនេះជាគ្រូទាយើងចាស់ spread ព័ត៌មានជាអ្នកដែលធ្វើឲ្យផ្លូវចិត្តរឹងមាំអញ្ចឹងអ្នកទាំងអស់គ្នាហើយខ្ញុំថាហ្នឹងហើយខ្ញុំធ្វើអញ្ចឹងហើយប៉ាគ្រាន់តែភាគច្រើនបងប្អូនគិតថាខ្ញុំហ្នឹងណាគឺជាគ្រូទាអញ្ចឹងតែខ្ញុំមិនមែនទេណាខ្ញុំចាស់និយាយតាមការថារោហ្នឹងឯងអ្នកទាំងអស់គ្នាអញ្ចឹងមើលសម្រាប់ឆ្នាំថ្មីនៅមានរឿងអីកើតឡើងអូ Night of Pentacles អ្នកទាំងអស់គ្នាអូល្អខ្លាំងមែនតើអ្នកទាំងអស់គ្នាសម្រាប់ឆ្នាំថ្មីខ្ញុំមិនដឹងថាកើតអីគេមករយៈហ្នឹងពេលដែលខ្ញុំបើកកាត់ទៅភាគច្រើនហ្មងគឺតាក់ទងជាមួយនឹងរឿងល្អហ្មងអ្នកទាំងអស់គ្នាភាគច្រើនតាក់ទងមួយក្តីសម័យហើយនឹងបំណងដែលយើងចង់បានអីអញ្ចឹងណាហើយមើលទៅអ្នកទាំងអស់គ្នាតាក់ទងជាមួយបំណងអ្នកទាំងអស់គ្នាដែលចង់បានសម្រាប់នៅក្នុងឆ្នាំថ្មីហ្នឹងគឺអូតូម៉ាទិកលីគឺវានៅក្នុងដៃអ្នកទាំងអស់គ្នាហើយអញ្ចឹងគេទាមទារឲ្យអ្នកទាំងអស់គ្នាហ្នឹងលើកដូចថាចាំដល់ពេលមួយដែលជាពេលល្អសម្រាប់អ្នកទាំងអស់គ្នាព្រោះអីដែលអ្នកទាំងអស់គ្នាខំប្រឹងហ្នឹងវាគឺល្អសម្រាប់ខ្លួនឯងហើយ just start យើងចាំពេលវេលាដែលសមរម្យហើយនឹងសមស្របដើម្បីឲ្យយើងទទួលយករបស់ដែលយើងកំពុងតែមានកំពុងតែត្រូវការអីចឹងអ្នកទាំងអស់គ្នាអូល្អទៀតហើយការតាក់ទងជាមួយនឹងឆ្នាំថ្មីចឹងតាក់ទងជាមួយនឹងឆ្នាំថ្មីហ្នឹងទៀតមានរឿងអីកើតឡើងទៀត Three of Pentacles អ្នកទាំងអស់គ្នាដឹងហើយខ្ញុំធ្លាប់និយាយការនឹងជាច្រើនទាំងតាក់ទងជាមួយនឹងមនុស្សជុំវិញខ្លួនអ្នកទាំងអស់គ្នាមិនថាគ្រួសារមិនថាស្នេហាមិនថាមិត្តភ័ក្តិមិនថាបងប្អូនសាច់ញាតិអីទាំងអស់ដែលនៅជុំវិញអ្នកទាំងអស់គ្នា currently ហ្នឹងឥឡូវហ្នឹងគឺជាមនុស្សដែលមានបំណងល្អដើម្បីអ្នកទាំងអស់គ្នាហ្មងគឺគាត់ចង់ជួយអ្នកទាំងអស់គ្នាគឺចង់ឃើញអ្នកទាំងអស់គ្នាល្អហ្មងអ្នកទាំងអស់គ្នាកាតនេះគឺការ represent work as a team អ្នកទាំងអស់គ្នាចាំន័យថាអ្នកទាំងអស់គ្នាចាំសង្កេតមើលខ្លួនឯងថាឥឡូវហ្នឹងអ្នកទាំងអស់គ្នាមានជួបមនុស្សល្អចូលមកក្នុងជីវិតច្រើនអត់អីចឹងណាអ្នកទាំងអស់គ្នាដោយសារខ្ញុំមើលការទៅគឺថាKnight of Pentacles ជាមួយនឹង Three of Pentacles ដូចគ្នាអ្នកទាំងអស់គ្នាគឺតាក់ទងជាមួយនឹងបំណងប្រាថ្នាការគិតការសម្រេចនេះហ្នឹងគឺមានអ្នកទាំងអស់គ្នាផងហើយនឹងមានអ្នកដែលចូលរួមនៅក្នុងជីវិតផងអ្នកទាំងអស់គ្នាផងអញ្ចឹងអ្នកទាំងអស់គ្នាសង្កេតមើលសិនថាតើមនុស្សឥឡូវហ្នឹងដែលចូលមកក្នុងជីវិតអ្នកទាំងអស់គ្នាហ្នឹងតើពួកគាត់ជាមនុស្សដែលមានបំណងល្អសម្រាប់អ្នកទាំងអស់គ្នាអីចឹងអ្នកទាំងអស់គ្នាអូយការសម្រាប់ឆ្នាំថ្មីហ្នឹងល្អអ្នកទាំងអស់គ្នាហើយនឹងមានរឿងអីទៀតអូយឈូពី so តាក់ទងជាមួយនឹង Eight of Pentacles ហើយជាមួយនឹង Six of Swords Reverse អ្នកទាំងអស់គ្នាចំណែកថាអញ្ចឹងអីដែលអ្នកទាំងអស់គ្នាកំពុងតែខំហ្នឹងដោយសារអ្នកទាំងអស់គ្នាពិបាកចិត្តពិបាកខ្លាំងហើយអ្នកទាំងអស់គ្នាមានអារម្មណ៍ថាទាំងអស់គ្នាហត់នឿយចង់បោះបង់ចោលអីអញ្ចឹងប៉ុន្តែគេអត់ចង់ឲ្យអ្នកទាំងអស់គ្នាបោះបង់ចោលទេព្រោះអាភាពឈឺចាប់នេះSix of Swords ប៉ុន្តែអ្នកទាំងអស់គ្នាបានបញ្ជាហើយណាអាភាពឈឺចាប់អ្នកទាំងអស់គ្នាហ្នឹងវាកំពុងតែរលាយបន្តិចម្ដងហើយគេឲ្យអ្នកទាំងអស់គ្នាធំបន្តិចសិនអ្នកទាំងអស់គ្នានឹងជួបរឿងល្អហើយjust ចាំពេលវេលាមួយដែលសមស្របសម្រាប់អ្នកទាំងអស់គ្នាព្រោះអ្នកទាំងអស់គ្នាខំប្រឹងធ្វើកិច្ចការងារដែលអ្នកទាំងអស់គ្នាស្រឡាញ់នឹងខ្លាំងមែនទែនហេតុអីក៏ត្រូវបោះបង់ចោលក្នុងពេលឥឡូវហ្នឹងត្រូវអ្នកទាំងអស់គ្នាគេត្រូវឲ្យយើងតស៊ូហឹងមាំហើយលើកទឹកចិត្តខ្លួនឯងឲ្យបានច្រើនអញ្ចឹងអ្នកទាំងអស់គ្នាឲ្យសម្លឹងមើលក្នុងពិភពលោកហ្នឹងគឺក្នុងផ្លូវវិជ្ជមានអ្នកទាំងអស់គ្នានៅពេលដែលយើងគិតវិជ្ជមានយើងនឹងជួបរឿងវិជ្ជមាននៅក្នុងជីវិតយើងកាន់តែច្រើនហ្មងអ្នកទាំងអស់គ្នាអញ្ចឹងការសម្រាប់ថ្ងៃហ្នឹងគឺមិនសម្រាប់ថ្ងៃហ្នឹងទេគឺសម្រាប់ឆ្នាំថ្មីហ្នឹងគឺល្អខ្លាំងមែនទែនហ្មងសម្រាប់អ្នកទាំងអស់គ្នាអូយល្អទៀតហើយអ្នកទាំងអស់គ្នាខ្ញុំមិនដឹងថាត្រូវប្រាប់អ្នកទាំងអស់គ្នាមិនទេប៉ុន្តែវាល្អមែនណាចុះសម្រាប់ Side Guardian Angel តើនឹងមានរឿងអីកើតឡើងអ្នកទាំងអស់គ្នាខ្ញុំសាប់ទៅវាយើងជុំអូតាក់ទងជាមួយនឹង blessing អ្នកទាំងអស់គ្នាគេថា love light and blessing through this card you are being showered with angelic light accept the blessing about to come your way and know that you deserve to be and have all your heart desires you are being lovely guided along a golden path a magical journey through which you shall discover you through essence the infinite and eternal you congratulations អ្នកទាំងអស់គ្នា you got blessing អញ្ចឹងរាល់រឿងទាំងអស់ដែលកើតឡើងក្នុងជីវិតអ្នកទាំងអស់គ្នាហ្នឹងគឺវានឹងថាវានឹងតាមអីដែលអ្នកទាំងអស់គ្នាបានដៅជីវិតអ្នកទាំងអស់គ្នាដាក់គោលដៅឲ្យហើយអញ្ចឹងតិចទៀតហ្នឹងអ្នកទាំងអស់គ្នានឹងជួបរឿងហ្នឹងហើយខាង Guardian Angel គាត់ថា congratulations ន័យថាអ្នកទាំងអស់គ្នានឹង complete វាបាននឹងបំពេញវាបានហើយនឹងបានវាមកនៅក្នុងដៃហ្មងអ្នកទាំងអស់គ្នាអញ្ចឹងគឺល្អមែនតើសម្រាប់ឆ្នាំថ្មីអ្នកទាំងអស់គ្នាហើយសម្រាប់ការថ្ងៃហ្នឹងបើឲ្យអ្នកទាំងអស់គ្នាគឺមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នាច្រើនមែនតើសម្រាប់តាមដានវីដេអូខ្ញុំកន្លងមកបាយបាយអ្នកទាំងអស់គ្នា